có thể chỉ bạn ní គឺគេធ្វើប្អូនរស់នៅជាមួយគេមិនសុខដូចរស់នៅជាមួយបងនោះទេបងថាថ្នមអូនចំណែកឯស្ថីចង្រៃនោះជេរអូនល្ងាចព្រឹកមិនតែប៉ុណ្ណោះទេរួមដៃជាមួយនឹងស្រីក្រោយរបស់គេនឹងវាយអូនឡើងត្រឹម អាយ៉ានេះគឺជាកម្មពីរបស់នាងទេខ្ញុំក៏គ្មានអីពាក់ព័ន្ធជាមួយនឹងនាងដែរដាប់តែប៉ុណ្ណឹងបានហើយឥឡូវនេះខ្ញុំបញ្ញាប់ទៅមុខបន្តទៀត បងសម្លាញ់បងចង់ទៅណាអូនធ្លាក់ក្នុងសភាពបែបនេះហើយបងមិនអាណិតអាសូរមិនហៅអូនទៅផ្ទះវិញទេអី ទេខ្ញុំនេះក្រណាស់មិនស័ក្តិសមជាមួយនឹងនាងឡើយ តែអូនឮអ្នកភូមិគ្រប់គ្នានិយាយថាបងរកស៊ីឡើងវិញហើយ បើជាខ្ញុំខ្លាចជាសេដ្ឋីក៏ខ្ញុំមិនយកនាងធ្វើជាប្រពន្ធវិញដែរឲ្យខ្ញុំសុំទោស ខ្ញុំយល់ហើយគ្រប់យ៉ាងគឺមកពីខ្ញុំជាប្រពន្ធមិនបានការចាក់អង្គយកអង្កាម ណែសម្លាញ់ឯងធ្វើការនៅទីនឹងហើយមិនចាំបាច់ទៅណាទៀតនោះទេអរគុណខ្លាំងណាស់អ្នកប្រុសខ្ញុំនេះគ្មានអ្វីសងគុណអ្នកប្រុសនោះទេឯគេសុផលហេតុអីក៏ហៅខ្ញុំថាអ្នកប្រុសអញ្ចឹងពួកយើងនៅតែជាមិត្តសម្លាញ់នឹងគ្នានោះទេឯងហៅខ្ញុំថាស៊ីថាដោយការពីមុនទៅអេបាយស្មើមិនបានទេព្រោះពេលនេះឯងជាតាកាយរបស់ខ្ញុំបើប្រាក់ខែខ្ញុំត្រូវតែគ្រប់ឯងហើយបានហើយសម្លាញ់ខ្ញុំមិនត្រូវការអីច្រើនទេឲ្យតែឯងធ្វើការងារឲ្យតែល្អទៅខ្ញុំសប្បាយចិត្តណាស់ទៅហើយមិនអីទេគឺទឹកចិត្តខ្ញុំចុះ ហើយពិតជាគួរឲ្យធំខ្លាំងណាស់ដល់មកវាយដល់មកទៅពេលណាឲ្យឯងគួរចាំរហូត អូនបងមកវិញហើយតើអូនដឹងទេអ្វីនៅកសិដ្ឋានពួកយើងគឺល្អខ្លាំងណាស់ នឹងហើយរវល់តែមើលកបីទៅសប្បាយអូនណាចាំបាច់ខ្វល់ប្រពន្ធនៅផ្ទះទេថាគេចាំបាយនោះ អូនសម្លាញ់បងទៅរកប្រាក់ឲ្យអូនមិនមែនទៅដើរលេងឯណាបើអូនឃ្លានអូនញ៉ាំមុនទៅ ពេលខ្ញុំនេះណាស្មានតែខ្ញុំចង់ចាំមើលទេធ្លាប់ហើយពេលខ្ញុំស៊ីមុនណាសត្វថាតែចុះអូនមិនល្អដល់តែពេលឯងចាំទៅគៀកហើយឯងធ្វើឲ្យរកបែបនេះអូនចឹង បានហើយអូនសម្លាញ់ឥឡូវឆាប់ញ៉ាំបាយទៅកុំឲ្យឆ្លុះវាតទៀតតែទៅហើយជាតែមិនជាគេខ្ញុំមិនជឿឲ្យយើងទៅបោកគ្នាអត់ច្បាស់នឹងច្រើនហើយគេគឺជាអ្នកមានឯងគិតថាគេងាយឲ្យយើងបោកណាស់ទេ អាប្តីវាឆ្លោតហើយប៉ុន្តែខ្លួនយើងគឺជាមនុស្សងាយបោកបង់ណាស់មិនដឹងអីនោះទេដូច្នេះយើងមានបោកបង់វានឹងណាស់តែពីរឿងឆ្លោះគ្នាគ្មានដឹងក្រោយអីទេ បើអញ្ចឹងត្រូវហើយយើងត្រូវតាមបែបនេះនោះស្រីបែបនេះគឺប្រកាសជាទីប្រយោជន៍ធ្លាក់ក្នុងក្រជាមិនខាន គោលដៅកំណត់បានហើយថ្ងៃនេះយើងនឹងជាគុណទឹកហើយ ឆាប់ទៅគេទៅណាចាស់ផ្ទះអើយចាស់ផ្ទះនៅដែរទេចាស់ផ្ទះអើយពួកខ្ញុំមានការសំខាន់ចង់មកជជែកទៅណាអូមកហើយអាយ៉ាអ្នកបងនេះគឺជាអ្នកមានវ័យក្មេងតែម្ដងណោះលោកពូតែលោកពូមករកខ្ញុំមានការអីដែរគឺថាពូមានចំការមួយកន្លែងជាមួយនឹងតាហើយពូចង់ពូឲ្យជួយបន្ទាន់ណាហើយមានតែឯងទេដែលជាអ្នកមានអាចមានសមត្ថភាពទិញបានឯងមានតែការសម្ភារចំជាតិការសម្ភារចំ8បើសិនជាឯងទិញដីនោះទៅណាគឺល្អណាស់ ថាម៉េចចង់លក់ដីតែលក់ក្នុងតម្លៃប្រមាណដែរទៅពូ ខ្ញុំលក់ថោកទេក្នុង1ហិកតាតម្លៃ$10000ថាម៉េចហ្នឹង1ហិកតាតម្លៃ$10000ហើយថោកទៀតប៉ុន្តែដីហ្នឹងនៅជាប់ផ្លូវធំងាយស្រួលរកស៊ីខ្លាំងណាស់ទោះបីជាឯងមិនធ្វើអីយកទៅលក់វិញក៏ចំណេញ1ប៉ុណ្ណឹង2ប៉ុណ្ណឹង3ដែរ បងតាមតែស្ដាប់មើលទៅចំការនេះដូចជាទីតាំងល្អខ្លាំងណាស់បងទិញយកទៅបើមិនចឹងទេគេទិញបាត់แล้วហើយប៉ុន្តែពួកយើងគ្មានលុយច្រើនដល់ថ្នាក់នោះទេណាអូនបងអត់បងប៉ុណ្ណឹងដែរទឹកខ្ចីលុយគេច្បាស់ជាឲ្យហើយណែក្មួយឯងទិញទៅណាប្រកាសជាចំណេញទុកតែប្រហែលឆ្នាំ2ឆ្នាំទៅមុខទៀតក៏ចំណេញគុណ1គុណ2ដែរពេលនោះឯងនឹងខ្លាចជាសេដ្ឋីធំនៅទីនេះហើយពូបើពូដឹងថាដីនឹងចំណេញច្រើនហើយហេតុអីក៏ពូមិនទុកពី2ឆ្នាំទៀតទៅពូប្រាប់ហើយថាពូត្រូវការលុយបន្ទាន់បើមិនមានការចាំបាច់ទេក៏ពូមិនលក់ដីនឹងដែរ ទិញទៅជួយតែអូនទៅមិនខុសទេនេះល្អខ្លាំងណាស់ទេឯណាទិញបានទៅអញ្ចឹងបងតាមអូនទៅចុះណែឯងមិនចាំទៅប្រាប់តាខាឯងទៅកុំចង់សាងសង់នៅនោះឯរបស់អញទេបើមិនចង់ទេអញឲ្យយកទៅពុកចាត់ខែតាមស្ដាប់ហើយអ្នកស្រី
ស្រីច្រឡំតិចហ្នឹងហេតុអីមួយណាទៅ គឺចំការនៅដើមភូមិជាប់នៅរដ្ឋជាដីរបស់អញ ខ្ញុំគិតថាមិនដីនឹងជាដីរបស់អ្នកស្រីទេប៉ុន្តែខ្ញុំឮថាស៊ីថាតិចពីឈ្មោះពីរនាក់ មួយស្អីទៅអាស៊ីថាហ្នឹងប្រកាសជាចាញ់បោកគេហើយអញមិនលក់ដីឲ្យអ្នកណាគេទេវើយ វាវល់ហើយគាត់ទិញក្នុងតម្លៃថ្លៃណាស់នេះក៏ជាមានរឿងជាមិនខានអ្នកស្រីពិចារាហេតុអីថ្ងៃនេះក៏មកលេងដល់កសិដ្ឋានខ្ញុំទីថាអ្នកស្រីពិចារាមកប្រាប់ថាដីដែលឯងកំពុងតែសាងសង់ធ្វើកសិដ្ឋានចំ8ហ្នឹងគឺជាដីរបស់គាត់ថាម៉េចដីនឹងជាដីរបស់អ្នកស្រីច្រឡំតិចណា តែឡំស្អីទៅនឹងគឺជាដីកម្មសិទ្ធិរបស់អញអត់ជឿទេចាំអញយកប្លង់ឲ្យមើលមិនមែនប្លង់ទុនទេវើយគឺប្លង់រឹង នឹងអាចទៅអ្នកស្រីខ្ញុំនេះក៏មានប្លង់ដែរស៊ីថាខ្ញុំគិតថាឯងប្រហែលចាញ់បោកគេហើយវាវល់ហើយបើអញ្ចឹងតើគិតយ៉ាងណាទៅខ្ញុំចំណាយលុយលើដីនោះច្រើនណាស់ជពាក់គេទៀតផង អញមិនដឹងទេបើឯងនៅតែមិនព្រមលើចិត្តទេអញមិនដឹងលោកឲ្យភូមិហើយ អត់ទេខ្ញុំត្រូវតែត្រួតពិនិត្យឯកសាររវាងឯកសាររបស់អ្នកស្រីនិងឯកសាររបស់ខ្ញុំថាមួយណាពិតប្រាកដ គេថាមានសិទ្ធិមកខែភ្លើងទេវើយតែតាមចិត្តចុះហើយសំណាងអីក៏សំណាងដែរកើតមកពីស្រីស្អាតហើយបាប្តីរកស៊ីនឹងបំរុងលុយចាយពេញដៃមិនខ្វះមកខ្វះក្រោយទេចំណែកឯប្តីរបស់ខ្ញុំក៏ស្ដាប់តាមសម្ដីខ្ញុំទៅទៀតឲ្យឆ្វេងឲ្យស្ដាប់ថានៅលើលោកនេះថាមានស្រីឯណាដែលមានសក្តានុពលហើយសំណាងជាខ្ញុំទៅទៀតនោះ ណែស្រីនាងពេលនេះប្តីអូនចិត្តមានបញ្ហាហើយប្រហែលជាត្រូវសុំបំណងពីផងហើយជួបពាក់ព័ន្ធជាមួយនឹងវត្តមើលផ្សេងៗទៀតនៅឯតុលាការទៀតនោះ អេលោកស្រីមេតអីក៏សុកប្តីខ្ញុំទៅជួបបញ្ហាអីអស់នេះ គឺវាយកដីគេហ្នឹងណារឿងធំខ្លាំងណាស់ហើយពេលនេះគេមិនដឹងហើយជំងឺចិត្តក៏មិនតិចដែរ អេលោកស្រីប្តីខ្ញុំឯណាទៅយកដីគេនោះដីខ្ញុំមានច្រើនកន្លែងខ្លាំងណាស់ ដីជាង5ហិកតាដែលជាប់លើកស៊ូដីនោះថ្លៃខ្លាំងណាស់ហើយឮថាប្រមាណខែខាងមុខនេះពួកឯងទិញពីគេក្នុងតម្លៃ$7,000មែនទេតែម្ចាស់ដីនោះគឺជាអ្នកផ្សេងទេគាត់គឺជាអ្នកស្រីពិចារានោះហើយប្តីឯងបានសាងសង់លើដីនោះលើគាត់ខ្លាំងណាស់ហើយថែមទាំងដាក់ពីបណ្ដឹងទៀតផង បើអញ្ចឹងបានន័យថាតែពីអ្នកនោះជាជនឆោបោក ត្រូវហើយប្តីអូនពេលនេះគឺកំពុងតែជួបបញ្ហាប្តីក្តាំងហើយប្រហែលជាដោះស្រាយមិនងាយចេញទេអាចនឹងធ្លាក់ខ្លួនក៏ថាបានដែរដូច្នេះបងទៅជាមួយបងទៅចាក់ចេញពីគេនៅក្បែរបងមិនឲ្យបងលំបាកទេណា អាយ៉ាបើប្តីខ្ញុំចាក់ខ្លួនរកហើយខ្ញុំបានលើឯណាចាយអរគុណណាស់លោកស្រីតែដល់ឱកាសឲ្យខ្ញុំ អូនពិតជាពូកែជ្រើលើផ្លូវដើរណាស់មនុស្សដូចអូនមិនងាយទាល់នោះទេអូនសម្លាញ់ពេលនេះប៉ូលីសហៅបងហើយ ហើយទៅមកប្រាប់ខ្ញុំធ្វើអីចាប់ពីថ្ងៃនេះតទៅពួកយើងមិនត្រូវអីនឹងគ្នាទៀតទេ ថាម៉េចមានរឿងអីហ្នឹងហើយលោកសេដ្ឋីមេតហេតុអីក៏នៅទីនេះគឺយើងមកយកប្រពន្ធឯងទៅមើលថែជាមួយនឹងណាព្រោះថាពេលនេះឯងមិនអាចមើលថែនឹងបានតទៅទៀតទេឯងជួបប្តីក្តាំងហើយប្រហែលជាអាចនឹងធ្លាក់ខ្លួនក៏ថាបានលោកសេដ្ឋីមេតដូចជាហួសហេតុពេកហើយ ហេតុអីក៏និយាយបែបនេះកុំស្នេហ៍កំហុសដាក់លោកស្រីពេកគាត់នឹងដំណងល្អទេយ៉ាងម៉េចបងឯងចាក់ខ្លួនរកហើយរឿងមួយឲ្យខ្ញុំចង់នៅទីនេះស្បាយស៊ីអំបិលប្រហុកជាមួយបងជួយមិនបានទេនេះជាតម្រាប់រស់នៅសុខស្រួលរបស់ខ្ញុំដូច្នេះខ្ញុំសម្រេចចិត្តទៅនៅជាមួយគាត់ហើយ ឬទេពួកឯងសម្រាប់ចិត្តទៅនៅជាមួយយើងហើយឯងមិនអាចខកនេះបាននោះទេស្រីកាកៃបងប្រុងរកស៊ីយ៉ាងលំបាកដើម្បីឲ្យអូនរស់នៅបានសុខស្រួលពេលដែលបងជួបទុកបន្តិចបន្តួចអូនអាចរត់ចោលបងហើយណាខ្ញុំទើបតែដឹងថាបងប្រុសយើងឥឡូវសោកពីច្រើនណាស់ដោយសារតែវាទិញចំដីខ្យល់ មិនដឹងកូនយើងទិញបាចាំលេខខ្យល់ឲ្យត្រូវសងគ្នាទៀតឲ្យចង់វាសងអ្នកណាទៀតទៅ គឺវាចាញ់បោកគេហើយទិញដីអស់$100,000ហើយវាទៅសាងសង់លើដីនោះហើយលោកម្ចាស់នេះដាក់ពីមិនដឹងហើយ វិរិយាបើអញ្ចឹងកូនយើងប្រកាសជាលំបាកណាស់ហើយពួកយើងត្រូវតែជួយវាណាឯង ណែឯងខ្ញុំនិយាយមិនទាន់អត់ទេពេលនេះអូនវាក៏រត់តាមបងទៀត អីគេប្តីមានទុកមិនគិតជួយដោះស្រាយបែរជារត់ចោលប្តីទៀតយ៉ាងនេះពិតជាមនុស្សស្រីមិនល្អមែន អើយឥឡូវឈប់និយាយទៅពួកយើងមានតែលក់ដីលក់ធ្លីយកលុយទៅជួយវាទេ អូនណាអូនមករកបងវិញហើយមែនទេ អូយមករកស្អីទៅលុះត្រាតែបងឯងខ្លាចទៅជាអ្នកមានដោយការពីមុនវិញទើបខ្ញុំនេះយល់ព្រមត្រឡប់មកវិញតែមើលទៅប្រហែលជាគ្មានសង្ឃឹមងើបរួចនោះទេមើលតែផ្ទះទៅតូចខ្ទើមតែមួយហ្នឹង អូនពេលនេះបងកំពុងតែតច្រកហើយបងត្រូវលក់ដីលក់ផ្ទះកសិដ្ឋានដើម្បីយកលុយសងគេហើយអូនបែរជារត់ចោលបងទៀតអូនមិននៅជួយបងទេអី អត់ទេខ្ញុំមិនត្រូវការជួយទេខ្ញុំនេះណាត្រូវតែដេកស៊ីបើគ្មានលុយឲ្យខ្ញុំស៊ីចាយទេកុំសង្ឃឹមថាយកខ្ញុំទៅធ្វើប្រពន្ធឲ្យសោះ អាយ៉ាស៊ីថាអើយប្រពន្ធឯងកាកៃបែបហ្នឹងទៅហើយហេតុអីក៏ឯងនៅតែអង្វរទៀត មិនដែរ
ជួបមនុស្សស្រីណាថោកទាបចរិតអន់ដូចជាឯងបែបនេះនោះទេបើថាគ្មានពូជគ្មានបងគ្មានម៉ែឪអញមិនថាទេម៉ែឪបងប្អូនសុទ្ធតែថ្លៃថ្នូរថោកទាបតែនាងឯងនឹងមួយឯងប្តីវិញជួបទុកលំបាកបែរជារត់ចោលភ្លេចហើយមែនទេការដែលមានបានប្តីឯងស្រឡាញ់ថ្នាក់ថ្នមឯងប៉ុណ្ណាហេតុអីក៏ឯងសងគុណកូនអញបែបនេះហេតុអីក៏នាំគ្នាមកបន្ទោសស្ដីឲ្យខ្ញុំបែបនេះអញ្ចឹងក្នុងនាមគាត់ជាប្តីគាត់មានទូនាទីឲ្យខ្ញុំរស់នៅសនុកសុខស្រួលគឺជារឿងធម្មតានោះទេបើគាត់អស់លទ្ធភាពឲ្យខ្ញុំរស់នៅសុខស្រួលហើយខ្ញុំត្រូវតែរកជំនុំថ្មី ពុកម៉ែនេះមកពីខ្ញុំដោយសារតែខ្ញុំស្រឡាញ់ប្រពន្ធពេកទើបធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងបើខ្ញុំមិនសម្រេចចិត្តដីនោះទេក៏វាគ្មានរឿងបែបហ្នឹងកើតឡើងនោះដែរគឺប្រពន្ធខ្ញុំជាអ្នកជំរុញឲ្យខ្ញុំទិញ ប្រពន្ធឯងគ្មានចេះរកស៊ីស្អីទេនាងទៅស៊ីស្អីទៅហេតុអីក៏ឯងចេះតែស្ដាប់តាមអញ្ចឹងមិនគិតពិចារណាខ្លួនឯងសោះ ស្រីក៏អឺតនាំប្តីធ្លាក់ជ្រោះចេញទៅមានស្រីចង្រៃថ្ងៃក្រោយក៏មករកកូនអញទៀតអូយស្មានតែខ្ញុំចង់ជន់នៅទីនេះណាស់មែនទេខ្ពើមមើលចុះផ្ទះឡើងក្រធ្លុះធ្លាយស្មុកគ្រោកខ្លាំងណាស់តែវិញខ្ញុំត្រូវតែងូតទឹកដល់សាប៊ូដើម្បីឲ្យវាជ្រះមេរោគកុំឲ្យឆ្លងភាពក្រ អញក្តៅក្រហាយខ្លាំងណាស់ម៉ែវាខ្ញុំសម្រេចចិត្តហើយលក់ទ្រព្យយើងទាំងអស់មានស្អីត្រូវតែលក់ដើម្បីយកលុយឲ្យកូនរកស៊ី ស៊ីថាឯងមិនចាំបាច់ភ័យនោះទេពុកម៉ែមានទ្រព្យសម្បត្តិមួយចំនួនដែលល្មមអាចឲ្យឯងចាប់ដើមជីវិតសាជាថ្មី អេអត់បានទេពុកម៉ែខ្ញុំប្រាជ័យទៅពុកម៉ែក៏អត់មានផ្ទះសម្បែងនៅដែរ ភ័យអីណាកូនប្រុសពុកម៉ែមិនឲ្យឯងលំបាកនោះទេមានពុកម៉ែជាចំហហើយឯងនេះណាឆ្លាតបែបនេះប្រកាសជាមិនយូរទេនឹងអាចងើបមុខងើបមាត់បានជាមិនខាន អរគុណពុកម៉ែខ្ញុំនឹងខិតខំមិនឲ្យពុកម៉ែខកបំណងនោះទេ ណែស៊ីថាគ្នាជួយសងសឹកឲ្យឯងហើយណាអាហៀងអាម៉ាប់នេះពួកឯងបានធ្វើអីទៀតហើយពួកអញដឹងថាលោកសិទ្ធិមេតចូលចិត្តស្រីស្អាតណាស់ដូច្នេះអញក៏បញ្ជូនស្រីស្អាតម្នាក់ទៀតទៅឲ្យគាត់នេះនាងប្រហែលជាខ្លាចទៅជាប្រពន្ធសម្រាប់ចិត្តរបស់លោកសិទ្ធិមេតហើយចំណែកឯខ្លួនឯងដែលរត់តាមលោកសិទ្ធិមេតនោះនឹងអត់ជាគៀកចិញ្ចាំងជាមិនខានអញរៀបចំគម្រោងអស់ហើយឲ្យតែនាងចម្ប៉ាធ្វើបាបស្រីនាងប្រពន្ធរបស់ឯងដែលរស់នៅទីនោះចាំមើលចុះលោកសិទ្ធិមេតក៏ត្រូវតែដេញនាងចេញដែរ អើយអាពីរអ្នកអើយនេះជាការសម្រេចចិត្តរបស់គេតែចង់ពៀននឹងគ្នាធ្វើអីគ្នានេះមិនដែលខ្វល់អីទៀតនោះទេ អាស៊ីថាអើយអាស៊ីថាហេតុអីក៏ឯងចិត្តព្រះបែបនេះគេធ្វើបាបដល់ថ្នាក់នឹងហើយអញមិនមែនចិត្តព្រះដូចឯងទេvìនេះឯងកំពុងតែសងសឹកយ៉ាងចាស់ដៃហើយឯងចាំតែមើលចុះឯងធ្លាក់ខ្លួនក្រដោយសារតែប្រពន្ធឯងហើយពេលឯងក្រនាងបែរជាមិនជួយទេហើយថែមទាំងរត់ចោលឯងទៀតដូច្នេះគួរតែលីងនាងឲ្យខ្លាំងដៃបន្តិចទៅអើយពួកឯងធ្វើអីក៏ធ្វើទៅយើងមិនពាក់ព័ន្ធអីជាមួយនឹងនាងទៀតនោះទេ ណែស្ថាឯងលោកជំនាញសត្វនឹងអញទេតែខ្លាំងណាស់ហៀងអើយដាក់លក់អស់តែម្ដងលើពីការរំពឹងទុកទៅទៀតក្នុងភូមិនេះមានកន្លែងលក់ប្រហែលជា 5-6 កន្លែងតែកន្លែងឯងបែរជាដាច់ជាងគេទៅវិញនេះដោយសារតែអ្នកភូមិគេអាណិតផងហើយណាមួយការរកស៊ីរបស់គឺមានភាពស្មោះត្រង់បូករួមទាំងបច្ចេកទេសនៃការធ្វើថ្នាំសម្រាប់ស្មៅបន្ថែមទៀតដូច្នេះទើបគ្នាចេះតែរកស៊ីបានចឹងទៅថ្នាំសម្រាប់ស្មៅក៏លក់ឯនេះពិតជាឆ្លាតមែន អើយរកបានចេះតែរកទៅឲ្យតែបានលុយហើយគ្នាគិតថាប្រហែលជា2ឆ្នាំអីទៀតគ្នានឹងបើកហាងធំជាងហ្នឹងគ្នាជូនពរឯងទៅចុះអូអាហៀងអាម៉ាប់ហើយលទ្ធផលយ៉ាងណាហើយអូអតិថិជនភាសាអ៊ំមែនទេឥឡូវនេះនាងមិនទាន់ដឹងរឿងនេះទេ ប៉ុន្តែលោកសិទ្ធិពេទ្យកំពុងតែទាក់ទងនឹងចម្ប៉ាយ៉ាងសរិទ្ធពុតតែម្ដងរយៈពេលប្រហែលខែនេះសមមមថាចម្ប៉ាគេនឹងផ្ទះនោះបានហើយ ពួកឯងធ្វើបានល្អណាស់ឲ្យវាស្គាល់រសជាតិគេបោះបង់ចោលម្ដងតើវាមានរសជាតិយ៉ាងណា អាយ៉ានេះសម្បីតែពុកម៉ែក៏ចូលដៃចូលជាងសម្រាប់ហៀងអាម៉ាប់ដែរទេអ៊ំប៉ាហើយនឹងអ៊ំសនគាត់ខឹងគាត់មានសិទ្ធិបញ្ចេញកំហឹងចឹងហើយតែកូនប្រុសគេធ្វើណាយើងបានយើងសងវិញគ្រប់យ៉ាងទៅចាត់ទុកថាវាជាកម្មវិធីរបស់គេត្រូវហើយស៊ីថាឯងមិនចាំបាច់ទៅបារម្ភស្អីទេហើយនឹងការរបស់អញកំពុងតែដំណើរការហើយ បងសម្លាញ់អូនសុំលុយ1លានទៅផ្សារ
អូយស្រីយ៉ាងไรចាយនោះចាយអញគ្មានលុយឲ្យនោះទេ វាមិនអាចទៅរួចទេបងគឺជាស្ថិតទាំងមូលហេតុអីបងជាគ្មានលុយសម្រាប់តាមវេលាអញ្ចឹងកុំខកអូនអី នាងឯងគឺជាស្រីកញ្ជើធ្លុះចេញផ្ទះយើងទៅយើងមិនត្រូវការនាងឯងទៀតទេ យីហេតុអីក៏ប្រើសម្ដីបែបនេះមកដាក់អូនគឺជាស្អាតណាបើសិនជាអូនចាក់ចេញពីបងទៅតើមានអ្នកណាគេស្រឡាញ់បងឯងទៀតមុននឹងប្រើសម្ដីបែបនេះបងឯងគួរតែពិចារណាច្បាស់លាស់ទៅមិនក៏ថាគ្មានអញនេះហើយគឺត្រូវចំនួនតំណែងនឹងឯងពេលនេះបងប្រែកក៏ស្រឡាញ់យើងខ្លាំងណាស់ យ៉ាអូនសម្លាញ់អូនមកហើយមែនទេបងចាំអូនយូរខ្លាំងណាស់អំប៉ាគឺជាប្រពន្ធរបស់ខ្ញុំចំណែកឯនាងមិនមែនជាប្រពន្ធខ្ញុំទេនាងត្រូវតែចាក់ចេញថ្ងៃនេះ អ្នកឆ្ងាយទៅជាឆ្ងាយបំផុតតាមដែលអាចធ្វើបានកុំឲ្យអញឃើញមុខនាងឯងទៀតបើសិនជាឃើញមុខនាងឯងទៀតអញនឹងប្រើថ្មក្តៅហើយស្អីគេចង់ដេញអញដូចឆ្កែដូចឆ្មាអញ្ចឹងហ៎អញមិនព្រមចាក់ចេញពីបំពេញទេរំលងសាក់សពអញសិនទៅបងពួកយើងគួរធ្វើរឿងម្យ៉ាងទៅលើនាងដើម្បីឲ្យនាងឆាប់ចាក់ចេញពីទីនេះ មិនអីទេអូនសម្លាញ់បើនាងមិនព្រមចេញពួកយើងបដៅនាងសិនទៅ យ៉ាពេលវេលាដូចជាជន់គ្នាពេកហើយមួយហៅទៅយកលុយផងហើយដឹកចំណីសត្វឲ្យគេទៀតមិនដឹងថាតន់ពេលឬអត់ទេនេះមិនអីទេយ៉ាងណាក៏យឺតក៏និយាយសំទោសទៅគេទៅឆាប់យកលុយបើសិនជាមិនប្រញាប់ទេអាចនឹងខែក្រោយហើយ អូបងសិដ្ឋា អេស្រីនាងហេតុអីក៏ទៅជាបែបនេះ គឺគេធ្វើឲ្យអូនរស់នៅជាមួយគេមិនសុខដូចរស់នៅជាមួយបងនោះទេបងថ្នាក់ថ្នមអូនចំណែកឯស្ថិចង្រៃនោះជេរអូនរងាចព្រឹកមិនតែប៉ុណ្ណោះទេរួមដៃជាមួយនឹងស្រីក្រោយរបស់គេនឹងវាយអូនឡើងត្រឹម អីយ៉ានេះគឺជាកម្មពីរបស់នាងទេខ្ញុំក៏គ្មានអីពាក់ព័ន្ធជាមួយនឹងនាងដែរដាប់តែប៉ុណ្ណឹងបានហើយឥឡូវនេះខ្ញុំប្រញាប់ទៅមុខបន្តទៀត បងសម្លាញ់បងចង់ទៅណាអូនធ្លាក់ក្នុងសភាពបែបនេះហើយបងមិនអាណិតអាសូរមិនហៅអូនទៅផ្ទះវិញទេអី ទេខ្ញុំនេះក្រណាស់មិនស័ក្តិសមជាមួយនឹងនាងឡើយ តែអូនឮអ្នកភូមិគ្រប់គ្នានិយាយថាបងរកស៊ីឡើងវិញហើយ បើជាខ្ញុំខ្លាចជាសេដ្ឋីក៏ខ្ញុំមិនយកនាងធ្វើជាប្រពន្ធវិញដែរឲ្យខ្ញុំសុំទោស ខ្ញុំយល់ហើយគ្រប់យ៉ាងគឺមកពីខ្ញុំជាប្រពន្ធមិនបានការចាក់អង្គយកអង្កាម